ពិតជារឿងគួរឲ្យព្រឹកព្រួយណាស់ស្ត្រីអ្នកសង្គ្រោះម្នាក់នៅក្បែរអគារដួលរលំខណៈបានឮសំឡេងអាកំបាំងសុំជំនួយនិយាយថាចង់ទៅផ្ទះនៅកាលពីថ្ងៃទី11ខែមេសាឆ្នាំ2025កន្លងទៅសារព័ត៌មាន Daily News បានរាយការណ៍ថាអ្នកស្រីអបិជ្ជដាធំប្រឌិតឬហៅមុំមន្ត្រីនៃមូលនិធិរងកាតាន់យូបានចេញមកប្រាប់រឿងដ៏គួរឲ្យព្រឺព្រួចដែលនាងបានជួបប្រទះក្នុងកំឡុងពេលបំពេញភារកិច្ចជួយអ្នកបាត់ខ្លួនបន្ទាប់ពីការិយាល័យសវនកម្មបានដួលរលំក្នុងគ្រោះរញ្ជួយដីអ្នកស្រីអបិជ្ជដាបានបញ្ជាក់ថានៅចំណុចមួយខណៈពេលដែលនាងកំពុងដេកនៅក្នុងតង់ក្រុមជួយសង្គ្រោះបានហៅនាងឲ្យជួយដោយសារតែពួកគេបានឃើញសាកសពមនុស្ស2នាក់នៅខាងក្នុងហើយមិនអាចយកចេញមកក្រៅបានទោះជាយ៉ាងណាក្រុមជួយសង្គ្រោះនៅខាងក្នុងបានប្រាប់នាងឲ្យរងចាំនៅខាងក្រៅទើបនាងត្រឡប់ទៅដេកក្នុងតង់ពេទ្យវិញគ្មាននរណាម្នាក់អាចដើរកាត់ផែនផ្ទាំងនៃតង់បានទេហើយនៅខាងក្រោយគឺជាអគាររលំដែលគ្មាននរណាម្នាក់អាចចេញចូលបានឡើយលុះដល់ម៉ោង1ម៉ោង2ទីភ្លឺគឺប្រហែល10នាទីក្រោយមកខណៈពេលដែលនាងអស់កម្លាំងនិងងងុយដេកនាងមានអារម្មណ៍ដូចជាបើកភ្នែកធំហើយនាងឃើញមិត្តរបស់នាងកំពុងអង្គុយលេងទូរស័ព្ទរំពេចនោះសម្លេងស្រីម្នាក់បានបន្លឺឡើងថាបងស្រីជួយយកខ្ញុំទៅផ្ទះផងខ្ញុំចង់ទៅផ្ទះណាស់អ្នកស្រីបានបន្តថាពេលនោះខ្ញុំហាក់ងងុយគេងក៏ប៉ុន្តែខ្ញុំបានឆ្លើយថាដឹងហើយប៉ុន្តែតើឲ្យខ្ញុំអាចសម្រាកមុនបានទេខ្ញុំប្រកាសជានឹងយកអ្នកមកវិញរួមទាំងអ្នកទាំងអស់គ្នាផងដែរអ្នកស្រីអបិជ្ជដាបានឲ្យដឹងគួរឲ្យព្រឺសម្បល់ទៀតថាខណៈសម្លេងនិយាយដដែលសុំយកទៅផ្ទះក៏មានសម្លេងមនុស្សនិយាយនិងដើរជុំវិញផងដែរក្នុងពេលនោះខ្ញុំសួរថាតើអ្នកឈ្មោះអីស្ត្រីនោះឆ្លើយថាខ្ញុំឈ្មោះសោមទោះជាយ៉ាងនេះក្តីអ្នកស្រីអបិជ្ជដាមិនប្រកាសថាឈ្មោះសោមពិតមែនឬក៏អត់ទេប៉ុន្តែនាងនៅតែបានឆ្លើយថាខ្ញុំពិតជានឹងយកអ្នកមកវិញកុំបារម្ភខ្ញុំនឹងយកអ្នកទាំងអស់គ្នាមកវិញប៉ុន្តែពេលនេះខ្ញុំហត់ហើយតើខ្ញុំអាចគេងមុនបានទេពេលនោះអ្នកស្រីអបិជ្ជដានៅតែមានអារម្មណ៍ដូចជាមាននរណាម្នាក់ដើរជុំវិញតង់រហូតតតែនាងគេងមិនលក់ពេលនោះនាងមិនបានគិតអ្វីទេក៏ប៉ុន្តែនាងមិនអាចធ្វើចលនាបានឡើយវាដូចជាភ្នែករបស់នាងបើកចំហនាងនៅតែឃើញមិត្តភ័ក្តិកំពុងលេងទូរស័ព្ទប៉ុន្តែអ្នកនៅក្បែរនោះដេកលក់អស់ហើយទោះជាយ៉ាងណាក្តីពេលភ្ញាក់ពីព្រលឹមនាងមិនប្រាប់អ្នកណាអំពីរឿងនេះទេនាងគិតថាវាជាជំនឿផ្ទាល់ខ្លួនអ្នកខ្លះប្រហែលជាគិតថានាងគិតច្រើនពេកព្រោះនាងចង់ជួយអ្នករាល់គ្នាទៅផ្ទះវិញប៉ុន្តែនាងមិនចង់ឲ្យមនុស្សគិតថានាងកំពុងស្រមៃទេតែយ៉ាងណាក៏មានមនុស្សផ្សេងទៀតដែលមានបទពិសោធន៍គួរឲ្យខ្លាចដូចគ្នាដែរដូចជាឃើញសាកសពពាក់កណ្ដាលជិះម៉ូតូហើយសួរនៅកន្លែងកើតហេតុតើពួកគេកំពុងធ្វើអីនៅទីនោះ